Ok, sau đâyបងប្អូនគេណាពេលព្រឹកព្រលឹមយើងនាំអារម្មណ៍បងប្អូនមកមើលទស្សនានៅទិដ្ឋភាពវាលស្រែពណ៌បៃតងរួមជាមួយនឹងទីមេឃពណ៌ខៀវឥឡូវយើងមើលទៅនេះចំណុចទាំងនេះគឺមានដើមត្នោតមានវាលស្រែពណ៌បៃតងហើយត្រង់ខាងនេះវិញយើងមើលមានព្រៃអានេះជាលក្ខណៈកម្ពូតព្រៃរួមជាមួយនឹងផ្លូវលំនេះបងប្អូនមើលទៅស្រុកស្រែជនបទនៅកម្ពុជាគឺផ្លូវចឹងវាអត់ទាន់មានបេតុងហើយក៏អត់ទាន់មានកស៊ូដែលជាផ្លូវដីសុទ្ធតែម្ដងហើយយើងងាកមកខាងណាមកមើលនៅអានេះថាចំណុចនៃថ្ងៃរះប៉ុន្តែបងប្អូនមើលឃើញនៅខាងក្រោមណាខាងក្រោមនោះគឺជាពពកពណ៌ខៀវនៅជើងមេឃនោះអញ្ចឹងថ្ងៃរះថ្ងៃហ្នឹងប្រហែលជាអាចយឺតបន្តិចតែវាចេញជះពន្លឺខ្លាំងមកលើហើយដោយសារតែវាអត់ចេញខាងក្រោមវាបាំងជាប់ដោយពពកពណ៌ខ្មៅហ្នឹងអញ្ចឹងបានវាជះពន្លឺឡើងលើខ្លាំងអញ្ចឹងកុំឲ្យខាងពេលយូរចាស់នាំបងប្អូនទៅទស្សនានៅសកម្មភាពថ្ងៃរះទាំងអស់គ្នាអូខេឥឡូវបងប្អូនវីដេអូយើងក៏បានឈានចូលដល់ទីបញ្ចប់ហើយយើងមុននឹងបញ្ចប់យើងក៏សូមអរគុណដល់បងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់យើងតាំងពីដើមរហូតដល់ទីបញ្ចប់អញ្ចឹងគឺខ្ញុំគ្មានអ្វីជូនពរទេមានតែជូនពរឲ្យបងប្អូនជួបតែសំណាងល្អសុខភាពល្អរកទទួលទានមានបានគ្រប់គ្រងគ្រួសារធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយហ្នឹងក៏ប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាសូមអរគុណនិងសូមជម្រាបលា